ซีรีส์នឹងអ៊ីស្រាអែលបានចរចាដោយផ្ទាល់ផ្ដោតលើសន្តិសុខតាមបណ្ដោយព្រំដែនអ៊ីស្រាអែលនិងស៊ីរីកំពុងតាក់ទងគ្នាដោយផ្ទាល់ហើយក្នុងរយៈពេលប្រមាណសប្តាហ៍ថ្មីនេះបានបើកកិច្ចប្រជុំទល់មុខគ្នាក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងនិងការពីចំនួននៅក្នុងតំបន់ព្រំដែនរវាងសត្រូវដ៏យូរលង់នេះបើយកតាមអង្គភាព Reuters ថ្ងៃទី28 ខែឧសភានេះទំនាក់ទំនងនេះបានបង្ហាញពីការអភិវឌ្ឍយ៉ាងសំខាន់ក្នុងទំនាក់ទំនងរវាងរដ្ឋដែលមានភាគីផ្ទុយគ្នានេះចំនួននៅប្រចាំបូព៌ាអស់ជាច្រើនសតវត្សមកគណៈដែលសហរដ្ឋអាមេរិកលើកទឹកចិត្តដល់មេដឹកនាំអ៊ីស្លាមនិយមថ្មីនៅទីក្រុងដាម៉ាស់ឲ្យបង្កើតទំនាក់ទំនងជាមួយអ៊ីស្រាអែលនិងអ៊ីស្រាអែលបន្ធូរបន្ថយការទម្លាក់គ្រាប់បែកលើស៊ីរីកាលពីដើមខែនេះប្រធានាធិបតីបណ្ដោះអាសន្នស៊ីរីលោកអាមេតអាល់កាសាបានបញ្ជាការចរចាដោយរយៈជាមួយអ៊ីស្រាអែលថាលោកមានគោលបំណងដើម្បីបន្ធូរបន្ថយការតានតឹងយ៉ាងណាមិញអ៊ីស្រាអែលបានកាន់កាប់តំបន់កាលៀនហៃសរបស់ស៊ីរីចាប់ពីសង្គ្រាមអារ៉ាប់អ៊ីស្រាអែលឆ្នាំ1967ហើយបានកាន់កាប់ទឹកដីបន្ថែមទៀតបន្ទាប់ពីការបណ្ដោះអាសន្នលោកអាសេតចេញពីប្រទេសកាលពីខែធ្នូ